ឥទ្ធិពលនៃបាតុភូត El Nino លើវិស័យកសិកម្មនិងការសម្របខ្លួនរបស់កសិករតើបងប្អូនធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាឆ្នាំខ្លះអាកាសធាតុក្តៅខ្លាំងខុសពីធម្មតាហើយដីចម្ការរហូតដល់ប្រះបែកនោះមិនមែនជារឿងចៃដន្យទេប៉ុន្តែវាគឺជាសញ្ញាណនៃបាតុភូត El Nino តើវាជាអ្វីហើយតើយើងត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យវាបំផ្លាញដំណាំរបស់យើងនិយាយឲ្យងាយស្ដាប់ទៅបាតុភូត El Nino គឺជាការកើនឡើងកម្ដៅនៃផ្ទៃទឹកសមុទ្រនៅពេលទឹកសមុទ្រក្តៅវានឹងរុញច្រានពពកភ្លៀងឲ្យឃ្លាតឆ្ងាយពីយើងលទ្ធផលគឺកម្ពុជានិងប្រទេសជាច្រើនទៀតនឹងជួបអាកាសធាតុក្តៅហួតហែងខ្សត់ភ្លៀងហើយគ្រោះរាំងស្ងួតក៏អូសបន្លាយយូរតើវាប៉ះពាល់កម្រិតណាអង្គការស្បៀងអាហារពិភពលោកនិងក្រសួងកសិកម្មសហរដ្ឋអាមេរិក USDA បានព្រមានថា El Nino គឺជាសត្រូវនៃសន្តិសុខស្បៀងវាធ្វើឲ្យប្រភពទឹករីងស្ងួតដំណាំខ្វះទឹកស្លឹកខ្លោចនិងជំរុញឲ្យសត្វល្អិតចង្រៃរាតត្បាតខ្លាំងជាងមុនដែលនាំឲ្យទិន្នផលធ្លាក់ចុះយ៉ាងគំហុកប៉ុន្តែយើងមានវិធីទប់ទល់បានយើងអាចបន្សាំខ្លួនតាមរយៈទី1ត្រូវស្ដារស្រះទឹកនិងប្រើប្រព័ន្ធដំណក់ទឹកសោចសតដំណាំដើម្បីសន្សំសំចៃទឹកឲ្យបានល្អបំផុតទី2ជ្រើសរើសពូជដំណាំដែលធន់នឹងភាពរាំងស្ងួតនិងមានអាយុកាលដាំដុះខ្លីទី3គ្របគល់ដំណាំដោយចំបើងឬស្មៅដើម្បីរក្សាសំណើមនៅក្នុងដីទី4តាមដានព័ត៌មានឧតុនិយមឲ្យជាប់លាប់ជាប្រចាំដើម្បីកែសម្រួលរដូវកាលដាំដុះឲ្យទាន់ពេលវេលាការប្រែប្រួលអាកាសធាតុជាបញ្ហាធំមែនប៉ុន្តែប្រសិនបើយើងយល់ដឹងច្បាស់និងត្រៀមខ្លួនបានល្អយើងនឹងអាចឆ្លងកាត់វាដោយសុវត្ថិភាពកសិកម្មឆ្លាតវៃចាប់ផ្ដើមពីការរៀបចំខ្លួនថ្ងៃនេះ